ជាទម្រង់ដំណាំមួយប្រភេទនាំមកប្រាក់ចំណូលស្ថិរភាពបង្គួរឲ្យមានកសិករមួយចំនួននៅតាមខេត្តដុងថាបវិញឡុងនិងគៀងយ៉ាងដោយឡែកនៅខេត្តគៀងយ៉ាងមានកសិករដាំក្រចាប់នៅឃុំផាធឹងស្រុកយងរៀងដោយផ្ទៃដីជាង1ហិកតាកន្លងពីមួយរយៈពេលអនុវត្តទម្រង់កសិករនៅឃុំផាធឹងក៏មានបទពិសោធន៍ក្នុងការធ្វើដីដាក់ជីគ្រប់គ្រងថែទាំបង្ការជំងឺដង្កូវនិងប្រមូលផលក្រចាប់បងលឿងវ៉ាងដៅជាអ្នកយកដើមក្រចាប់មុនគេពីស្រុកលពណ៌ខេត្តដុងថាបមកដាំនៅភូមិហွာសើងឃុំហွာធឹងស្រុកយងរៀងខេត្តគៀងយ៉ាងកាលពី5ឆ្នាំមុនរៀងរាល់ឆ្នាំបងលឿងវ៉ាងដៅដាំក្រចាប់ក្នុងរដូវទឹកជំនន់លើដីទំនាបផលិតស្រូវគ្មានប្រសិទ្ធភាពដោយផ្ទៃដីពី5ដល់6កុងធំទិន្នផលសម្រេចពី700ដល់800គីឡូក្រាមក្នុងមួយកុងទម្រង់នេះបាននាំមកនៅប្រភពចំណូលខ្ពស់បង្គួរឲ្យគ្រួសារគាត់ Hình ấu này thì dạng là sen canh ទម្រង់ដាំក្រចាប់នេះតាមរបៀបឆ្លាស់វេនស្រូវមួយរដូវក្រចាប់មួយរដូវក្រោយពីស្រូវមួយរដូវសម្រក់យើងរៀបចំដីធ្វើដីប្រហែលខែឧសភាទើបយើងជ្រួយដីថ្លុកហើយបាច់កំបោរដាក់ជីឡើងចុះវិនិច្ឆ័យទឹកវិនិច្ឆ័យដីរួចហើយចាប់ដើមចុះពូជគឺឆ្នាំណាខ្ញុំទំនេរខ្ញុំបណ្ដុះខ្លួនឯងចំណែកមិនទំនេរខ្ញុំឡើងទៅលបវ៉កក់ពូជមកដាំកម្រិតຂະຫນាតរបស់វាគឺ1ម៉ែត្រកន្លះបានន័យថាទួងគម្លាតគ្នា1ម៉ែត្រកន្លះតាមបទពិសោធន៍របស់បងលឿងវ៉ាងដៅដំណាក់កាលដើមក្រចាប់ទើបតែដាំពេលនៅទូលពិបាកថែទាំណាស់ហេតុនោះគួរតែគ្រប់គ្រងអាសន្នជំងឺដូចជាសម្រាប់យកហុងលឿងបើមិនចាប់ឬសម្រាប់ខ្យងឲ្យអស់ទេវានឹងបង្កអន្តរាយដល់ពូជក្រចាប់ធ្វើឲ្យស្រែក្រចាប់ត្រូវរង្វើលអំពីជីនឹងបង្ការដង្កូវជំងឺបងលឿងវ៉ាងដៅក៏មានរបៀបធ្វើសំស្របជួយឲ្យដើមក្រចាប់លូតលាស់ល្អ khoảng 10 ngày là mình ចូលពូជបានប្រហែល10ថ្ងៃយើងនឹងដាក់ជីបាញ់ថ្នាំឲ្យវាល្អស្លឹកឲ្យវាបែកគុំជីងត្រួយល្អបន្តិចម្ដងយូរទៅប្រហែលពី20ទៅ25ថ្ងៃតាមការកំណត់របស់វាគឺ2សប្តាហ៍ដាក់ជីឬបាញ់ថ្នាំដង្កូវគ្រប់គ្រងដង្កូវប្រហែល25ថ្ងៃដល់ជិត1ខែគឺដាក់ជីនិងគ្រប់គ្រងដង្កូវផងដែរជីគឺប្រើតែ NPK 20 2015 ឬ 25 វាធានាបរិមាណអាសូតតុល្យភាពអាសូតលឹងកាលីឬវាងជាតិទាំង3នេះតាមបងដៅរយៈពេលលូតលាស់របស់ដើមក្រចាប់ក៏ប្រហាក់ប្រហែលនឹងស្រូវដែរពលគឺប្រហែលពី90ដល់95ថ្ងៃក្រោយពេលដាំគឺចាប់ផ្ដើមប្រមូលផលហេតុនោះការគ្រប់គ្រងថែទាំប្រើប្រាស់ជីនិងបង្ការកម្ចាត់ជំងឺដង្កូវលើដើមក្រចាប់ក៏ស្រដៀងស្រូវដែរ tầm khoảng 1 tháng đến 2 tháng thì vẫn là ប្រហែលពី1ខែដល់2ខែនៅតែប្រើជីនិងថ្នាំដង្កូវបែកគុំលាស់ត្រួយឲ្យវាបែកគុំចេញ2ខែឡើងទៅពេលនោះគឺកើតជំងឺវិញហើយជំងឺរបស់វាគឺលឿងស្លឹករលួយស្លឹកលឿងស្លឹករលួយស្លឹកឃើញហើយត្រូវតែបាញ់ថ្នាំភ្លាមគ្រប់គ្រងវាបើមិនដូច្នោះទេវាជ្រាបជំងឺហើយគឺទិន្នផលថយចុះបញ្ហានេះយើងឃើញហើយត្រូវបាញ់ថ្នាំបង្ការមុនភ្លាមជា NPK 20 20 15 1000 ម៉ែត្រការ៉េយើងបាញ់ពី10ដល់15គីឡូក្រាមតាំងពីពេលដាំដល់ពេលប្រមូលផលគឺបាញ់ប្រហែល5ដងគម្លាតគ្នាយោងតាមពេលដែលស្លឹកវាលឿងបើស្លឹកខៀវគឺគម្លាតឆ្ងាយទៀតវានៅល្អគឺពន្យាពេលបើឆាប់អស់ជីគឺឆាប់ដាក់បន្តិចតាមដានវាពី7ដល់10ថ្ងៃបេះមើមក្រចាប់ម្ដងដោយរបៀបចុះទៅក្នុងស្រែលើកគុំក្រចាប់នីមួយៗឡើងដើម្បីបេះមើមក្រចាប់ដាក់ក្នុងក្លាំយកឡើងលើគោកហើយចុះទៅបេះបន្តទៀតតាមបងដៅក្រោយពេលប្រមូលផលរួចហើយគាត់ដាក់ជីបន្តទៀតនិងគ្រប់គ្រងអាសន្នជំងឺដើម្បីឲ្យដើមក្រចាប់លូតលាស់ឡើងវិញហើយប្រមូលផលបន្តទៀត hình thức thu hoạch thì mình thu hoạch theo luống hái theo luống bây giờ thì bữa nay hái luống này mơi hái luống របៀបប្រមូលផលគឺយើងប្រមូលផលតាមរង
ឧទាហរណ៍ថ្ងៃនេះបេះរោងនេះដល់ថ្ងៃស្អែកបេះរោងនោះវិញប្រមូលផលពេលមើមរបស់វាអាយុប្រហែល3ខែ3ខែ10ថ្ងៃគឺមើមចាស់ហើយពេលនោះយើងចាប់ផ្ដើមប្រមូលផលគឺវិលជុំ10ថ្ងៃវិលមកប្រមូលផលម្ដងទៀតបានន័យថាអស់មួយជុំហើយយើងវិលមកប្រមូលផលពីដើមទៀតយើងប្រមូលផលហើយម្ដងយើងដាក់ជីបង្ខុកឡើងវិញហើយយើងបាញ់ថ្នាំបំពន់ស្លឹកឲ្យវាលូតលាស់ស្លឹកឡើងវិញទើបវាជីងមើមស្ថិរភាពនៅតែប្រើជី20 20 15ឬ16 16 8ដដែលចំនួនជីពេលនេះមួយកុង15គីឡូក្រាមពេលបែបគឺគុំក្រចាប់ញឹកវាធំហើយដាក់ជីត្រូវតែបង្កើនចំនួនជីឡើងទើបគ្រប់ជាតិបំពន់ពេលនៅតូចយើងដាក់ជីតិចដល់ពេលធំយើងដាក់ជីច្រើនបន្តិច càng lớn thì mình bón hơi nhiều một chút từ lúc xuống giống tới ដំបងឡាយបងលឿងមកដោដាំក្រចាប់ដោយផ្ទៃដីតិចក្រោយពីឃើញបានប្រសិទ្ធភាពគាត់ពង្រីកផ្ទៃដីឡើង4កុងរួចហើយ6កុងធំដើម្បីបង្កើនប្រាក់ចំណូលឲ្យគ្រួសារ rồi xuống giống tới thời điểm này là 40 ngày nè là nó cái tán nó là nó giao តាំងពីចុះពូជមកដល់ពេលនេះ40ថ្ងៃហើយវាបែកគុំធំប៉ុណ្ណឹងទងនេះគឺទងមេវាចេញចាក់ទងចិត្តវាដល់ណាបែកគុំដល់នឹងទងតូចនេះវានៅតែបែកចេញតែម្ដងវាបែកចេញកាន់តែចិត្តដូចជាត្រពាំងខាងនោះគឺពី90ដល់100ថ្ងៃចិត្តតែម្ដងពេលនោះវារៀបចំផ្លែហើយ chuẩn bị xuống trái cho trái ទូទាំងឃុំហွာធឹងស្រុកយងរៀងមាន3គ្រួសារដាំក្រចាប់ដោយផ្ទៃដីជាង1ហិកតាទម្រង់នេះក៏បានភូមិភាគលើកទឹកចិត្តពង្រីកដែរព្រោះលក្ខណៈដីធ្លីសមស្របក្រៅពីនោះវានៅទាំងបង្កើតការងារធ្វើនៅជនបទទៀតផង Hòa Thuận như là xã cái thuận nông chủ yếu là trồng cái lúa nước ហွာធឹងគឺជាឃុំកសិកម្មសុទ្ធសាធសំខាន់គឺផលិតស្រូវក្រៅពីនោះក៏មានតំបន់ទំនាបមួយចំនួនផងដែរដីមិនសម្រាប់នឹងដំណាំស្រូវឡើយផ្ដើមពីនោះទិន្នផលមិនសម្រេចតាមបំណងរបស់ប្រជាជនហើយស្ថានភាពជាក់ស្ដែងនៅភូមិភាគរដ្ឋអំណាចភូមិភាគក៏បានយកចិត្តទុកដាក់ចលនាមាមីងឲ្យបង្វែររចនាសម្ព័ន្ធដំណាំសត្វធាតុលើភូមិសាស្ត្រផ្ដើមពីនោះមានទម្រង់ដាំមើមក្រចាប់លើភូមិសាស្ត្រនាំមកនៅប្រសិទ្ធភាពសេដ្ឋកិច្ចស្ថិរភាពឲ្យមាមីងបើប្រៀបនឹងដាំដំណាំស្រូវគឺវាលើសជាងស្រូវប្រហែលពី4ដល់5ដងទម្រង់ដាំដើមក្រចាប់នេះបង្កើតបានការងារធ្វើឲ្យពលករមួយចំនួននៅភូមិភាគដើម្បីបង្កើនបន្ថែមប្រភពចំណូលលើមូលដ្ឋានដែលទម្រង់នេះនាំមករដ្ឋអំណាចភូមិភាគក៏ជាស្ថាប័នថ្នាក់លើក៏បានចាប់អារម្មណ៍បែងបត់តំបន់ពហុវប្បកម្មលើដំណាំក្រចាប់ក្នុងនោះរដ្ឋនឹងជំនួយទុនឲ្យមាមីងដាំ bà con để mà canh tác បន្ទាប់ពីមើលទម្រង់ដាំដើមក្រចាប់របស់បងលឿងវ៉ាងដោកាលពីឆ្នាំទៅមិញលោកដថាន់តង់នៅភូមិហွာឡាយឃុំហွာធឹងស្រុកយងរៀងបានសម្រេចចិត្តទិញពូជក្រចាប់មកដាំចំនួន 1300 ម៉ែត្រការ៉េដើម្បីមានប្រភពចំណូលបន្ថែមឲ្យគ្រួសារពេលនោះលោកតង់ក៏បានបងដោចែករំលែកអំពីបច្ចេកទេសធ្វើដីថែទាំនិងគ្រប់គ្រងដង្កូវជំងឺលើដើមក្រចាប់ mình xay đất đằng xa hả thu ខ្ញុំធ្វើដីសម្រាប់ព្រោះស្រូវរដូវដើមឆ្នាំប៉ុន្តែខ្ញុំទុកប៉ុណ្ណឹងមកវិញហើយបូមទឹកទុករហូតដើម្បីដាំក្រចាប់នេះក៏ងាយស្រួលណាស់ដែរចុះគ្មានអ្វីពិបាកទេព្រោះជីក៏តិចហើយថ្នាំក៏មិនសូវបាញ់ទៀតដល់រដូវធ្វើស្រែគឺធ្វើស្រូវព្រោះនៅទីនេះប្រហែលខែតុលាដីគោកហើយដាំពូជបាន10ថ្ងៃគឺយើងត្រូវបាច់ជីដីប៉ុណ្ណឹង 1300 ម៉ែត្រការ៉េប្រើប្រហែល10គីឡូក្រាមប្រហែល20ថ្ងៃមួយខែយើងដាក់ជីថែមមួយដងទៀតចំនួន15គីឡូក្រាមរួចហើយចាប់ផ្ដើមតាមដានបើមានដង្កូវជំងឺគឺយើងបាញ់ថ្នាំដង្កូវបូកនឹងជីបំពន់ស្លឹកដូចជាអាទីកូននិងអាន់វីនវាព្យាបាលជំងឺរលួយស្លឹកតែប៉ុណ្្នឹងទេតាមលោកដថាន់តង់ក្រៅពីធានាកម្រិតទឹកឲ្យដើមក្រចាប់លូតលាស់គឺការគ្រប់គ្រងសត្វល្អិតបំផ្លាញដូចជាខ្យងហុងលឿងក៏សំខាន់ណាស់ដែរ cao su đó là coi như mình កៅស៊ូនីឡុងនោះគឺយើងរក្សាទឹកបូមចូលកុំឲ្យវារសាត់ទៅព្រោះខែឧសភាទឹកតិចសំណាញ់នេះទប់កុំឲ្យខ្យងហុងលឿងវាឆ្លងត្រូវតែទិញសំណាញ់ខ្ពស់ចុះសំណាញ់ទាបគឺខ្យងវាឡើងបានឃើញវាមានពងគឺចាប់បេះពងចោលនៅផ្ទះត្រូវតែមាន2នាក់បេះគឺមានប្រាក់ច្រើនប៉ុណ្ណឹងបេះមួយថ្ងៃប្រហែលពី700ដល់800,000 ដុងបើតម្លៃ 2,000 ដុង 1 គីឡូក្រាមមានមួយមកទិញថ្ងៃណាក៏គេទិញទាំងអស់រួចហើយយើងនាំទៅដល់ផ្ទះឲ្យគេ Về góc độ của cán bộ kỹ thuật
chúng tôi thì cũng thường xuyên អំពីបច្ចេកទេសគឺយើងខ្ញុំតែងតែយកចិត្តទុកដាក់និងជំនួយឲ្យគ្រួសារទាំងឡាយអនុវត្តទម្រង់ដាំក្រចាប់អំពីបច្ចេកទេសក្នុងអំឡុងពេលដាំក្នុងរយៈពេលដាំគឺយើងខ្ញុំក៏មានជំនួយបច្ចេកទេសឲ្យគ្រួសារទាំងឡាយក្រៅពីនោះអំពីច្រកចេញក៏មានជំនួយឲ្យប្រជាជនស្វែងរកច្រកចេញដើម្បីប្រជាជនមានច្រកចេញស្ថិរភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកាន់តែជារបៀបជាងតាមកសិករមួយចំនួនដែលដាំដើមក្រចាប់នៅឃុំផាត់ធឹងស្រុកជង្រៀងទម្រង់នេះវាសមស្របនឹងតំបន់ដីទំនាបផលិតស្រូវគ្មានប្រសិទ្ធភាពក៏ដូចជាគ្រួសារមិនសូវមានដីអាចដាំដើមក្រចាប់ដើម្បីមានចំណូលស្ថិរភាពជាង mô hình ấu này thì theo tôi thấy thì khuyến khích bà con ទម្រង់ដាំដើមក្រចាប់នេះបើតាមខ្ញុំឃើញគួរតែលើកទឹកចិត្តឲ្យមានមីងដាំក្នុងរដូវទឹកជំនន់គឺមានចំណូលខ្ពស់បើប្រៀបនឹងដំណាំស្រូវគឺយើងមានចំណូលរហូតប្រហែល5កុងនេះរដូវនេះក្នុងមួយកុងចំណូលវាខ្ពស់ណាស់ប៉ុន្តែហត់បន្តិចព្រោះយើងត្រូវចុះទឹកបេះនេះបង្កើតបានការងារធ្វើនៅតំបន់ជនបទរបស់យើងនិយាយរួមគឺស្រួលចុះពូជបានប្រហែល95ដល់100ថ្ងៃគឺចាប់ដើមប្រមូលផលគឺប្រមូលវល់ជុំការលូតលាស់របស់វាដូចជាស្រូវដែរជីថ្នាំវាដូចគ្នានឹងស្រូវមួយកុងចំណាយប្រហែលជាង2លានដុងចំណែកដើមក្រចាប់ក៏ដូចនេះដែរប្រហែល2លានដុងកន្លះទាំងជីទាំងថ្នាំ mô hình này là nó thích hợp ទម្រង់នេះវាសមស្របជាមួយគ្រួសារដែលជួបការលំបាកដីវប្បកម្មតិចដីតិចប៉ុន្តែវានាំមកនៅប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់វាសមស្របជាមួយស្ថានភាពលំបាកអាចកាត់បន្ថយភាពក្រីក្រលើភូមិសាស្ត្រទោះបីជាស្រណុកដាំក្តីប៉ុន្តែពេលដាំដើមក្រចាប់នាងមីងក៏គួរតែធានាផ្នែកធ្វើដីជ្រើសរើសដីដាំឲ្យសមស្របប្រើប្រាស់ជីនិងថ្នាំការពាររុក្ខជាតិសមស្របទើបនាំមកនៅប្រសិទ្ធភាពខ្ពស់ការចែករំលែកបទពិសោធន៍ដាំក្រចាប់របស់បងលឿងបងដៅនិងលោកវ៉ាថងតង់នៅឃុំហាត់ទឹងស្រុកយងរៀងខេត្តគៀងយ៉ាងនឹងជួយឲ្យមានមីងមានព័ត៌មានដ៏មានប្រយោជន៍ថែមទៀតសម្រាប់អនុវត្តចូលក្នុងផលិតកម្មរបស់ខ្លួនបានល្អជាង